អត្ថបទអំណានរឿងក្តីស្រមៃស៊ីថាជាសិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបនាងមានបងស្រីម្នាក់ឈ្មោះសុភីបពិការជើងម្ខាងសុភីបតែងស្រមៃថានាងនឹងមានការងារសមរម្យមួយនៅក្នុងពេលអនាគតថ្ងៃមួយពេលដែលស៊ីថារៀបនឹងចេញទៅបន្តការសិក្សានៅភ្នំពេញសុភីបសុំប្អូនទៅតាមដែរព្រោះចង់រកការងារធ្វើស៊ីថានិយាយទៅកាន់បងស្រីដោយក្តីអាណិតក្រៃលែងបងស្រីកុំព្រួយអីចាំខ្ញុំមានការងារធ្វើខ្ញុំចិញ្ចឹមបងមិនអោយពិបាកធ្វើការនឿយហត់ឡើយសុភីបមិនពេញចិត្តនឹងគំនិតនេះទេនាងឆ្លើយតបទៅប្អូនបងមានដៃអាចធ្វើការបានបងមិនអាចរស់ដោយសារប្អូនបានទេបងត្រូវតែរកការងារតាមលទ្ធភាពរបស់បងនាងបន្តទៀតថ្ងៃមុនបងមើលទូរទស្សន៍ឃើញមានហាងមួយលក់ផ្កាស្អាតៗបងចង់ទៅរៀនកាត់ផ្កាណាស់បងអាចធ្វើការងារនេះបានឲ្យបងទៅជាមួយផងស៊ីថាមិនអាចខាត់បងស្រីបានក៏សុកចិត្តឲ្យបងស្រីទៅតាមមកដល់ភ្នំពេញសុភីបបានរៀនកិច្ចការនៅក្នុងហាងលក់ផ្កាដោយបំណងរបស់នាងអាស្រ័យដោយមានការខិតខំប្រឹងប្រែងមិនយូរប៉ុន្មានសុភីបក្លាយជាអ្នកកាច់ផ្កាដ៏ជំនាញម្នាក់ពេលត្រឡប់មកស្រុកកំណើតវិញនាងបានបើកហាងតូចមួយលក់ផ្កានៅជិតផ្សារក្នុងពេលប្រកួតអាជីពនាងបានប្រើគំនិតច្នៃប្រឌិតបន្ថែមធ្វើឲ្យផ្កានៅក្នុងហាងរបស់នាងមានគ្រប់បែបហើយប្លែកជានិច្ចរាល់ថ្ងៃគេឃើញមានភ្ញៀវចិញ្ចោមឥតឈប់ឈរសុភីបសប្បាយចិត្តណាស់ពេលនេះក្តីស្រមៃរបស់នាងក្លាយជាការពិតហើយស៊ីថាកោតសរសើរបងស្រីនាងណាស់ស៊ីថាគិតថាមនុស្សពិការទាំងអស់សុទ្ធតែមានលទ្ធភាពកសាងជីវិតខ្លួនឲ្យល្អប្រសើរឡើងទៅតាមសមត្ថភាពរៀងៗខ្លួននិងអាចរួមនៅក្នុងសេចក្តីថ្លៃថ្នូរ